ជម្រាបសួរសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលនេះជាវីដេអូថ្មីរបស់ខ្ញុំដែលយើងនឹងនិយាយគ្នាទាក់ទងអំពី volume profile ដែលខ្ញុំទៅតែសម្រាប់ចាត់ចេញមួយវីដេអូ volume profile ហ្នឹងដោយសារតែខ្ញុំបានចំណាយពេលធ្វើការបែកតេស្តឬក៏ research ពីវាបន្ថែមដូចគ្នាទៅខ្ញុំអាចចេញវីដេអូនេះបានអញ្ចឹងយើងនឹងមកលើពីវីដេអូដំបូងទៅពី basic របស់ volume profile សិនមុននឹងយើងឈានចូលទៅកាន់ការប្រើប្រាស់ជាមួយវាដើម្បីធ្វើការចូលទៅកាន់ market ឬក៏វិភាគជាមួយនឹងផ្សារអូខេអញ្ចឹងដំបូងខ្ញុំចង់មកប្រាប់អ្នកនរគ្នាថាតើអ្វីគឺជា volume profile អញ្ចឹង volume profile គឺជា technical analysis indicator មួយដែលវាធ្វើការបង្ហាញឬក៏ display ជាមួយនឹង trading volume នៅក្នុងតម្លៃជាក់លាក់ណាមួយរបស់ market ខ្ញុំឧទាហរណ៍ថាអ្នកគ្នាចង់ធ្វើការមើលពី volume ចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង11ព្រឹកអញ្ចឹងអ្នកគ្នាអាចធ្វើការប្រើប្រាស់ជាមួយនឹង tool របស់ volume profile ដើម្បីធ្វើការ check មើលថាតើនៅក្នុងតំបន់ហ្នឹងគឺ volume គឺវាមាននៅកន្លែងណាដែលច្រើនជាងគេវា volume ហ្នឹងលំអៀងទៅខាងអ្នក buy ឬក៏ទៅខាងអ្នក sell អញ្ចឹងអាហ្នឹងគឺគេហៅថា volume profile គឺគេមើលជាមួយនឹង volume profile ដើម្បីឲ្យយើងមើលដឹងថាទីផ្សារហ្នឹងវាកំពុងតែស្ថិតនៅលំហូរ buy ឬក៏លំហូរ sell ហើយថាតើនៅក្នុងពេលហ្នឹងនៅក្នុង rank ហ្នឹងគឺកន្លែងណាដែលវាមាន volume ច្រើនជាងគេអញ្ចឹងអាហ្នឹងគឺជា concept នៃ volume profile ជា basic concept របស់វានឹងជានិយមន័យនៃ volume profile so ឥឡូវខ្ញុំមកមើលឲ្យអ្នកគ្នាមកមើលជាមួយនឹងឧទាហរណ៍ខ្ញុំធ្វើការគូសជាមួយ volume profile ឲ្យអ្នកគ្នាមើលមួយថាតើហ្នឹងវាមានរូបរាងបែបណាអូខេអញ្ចឹងខ្ញុំសូមធ្វើការប្រើជាមួយ tool របស់វាដើម្បីមកវាស់ឧទាហរណ៍ខ្ញុំវាស់ពីកន្លែងហ្នឹងទៅកន្លែងហ្នឹងអញ្ចឹងនេះគឺជារូបរាងនៃ volume profile ហើយអ្នកគ្នាដែលវាបង្ហាញថាតើនៅតំបន់នេះដែលយើងបានគូសហ្នឹងកន្លែងណាដែលមានជាមួយនឹង volume ច្រើនជាងគេវាមានជាមួយនឹង volume តិចអីចឹងទៅអញ្ចឹងទាំងអស់ហ្នឹងសិតតែជាមេរៀនដែលយើងនឹងធ្វើការទៅរៀននៅក្នុងវីដេអូបន្ទាប់ទាក់ទងជាមួយនឹងថាតើតំបន់ណាវាមាន volume ច្រើនជាងគេគេហៅថាអីថាតើគេប្រើវាបែបណាអាហ្នឹងគឺយើងនឹងធ្វើការលើនៅក្នុងវីដេអូក្រោយចំពោះវីដេអូនេះគឺខ្ញុំក៏ចង់ឲ្យអ្នកគ្នាដឹងថាអ្វីគឺជា volume profile ថាតើយើងនឹងប្រើប្រាស់វាដើម្បីអី so ហើយខ្ញុំនឹងបង្ហាញអ្នកគ្នាតាក់ទងជាមួយនឹងtool ឬក៏ setting ជាមួយនឹង tool ដែលយើងធ្វើការវាស់ជាមួយនឹង volume នឹងឲ្យហើយដើម្បីចូលទៅកាន់វីដេអូក្រោយគឺយើងស្រួលគឺយើងនឹងធ្វើការនិយាយគ្នាតាក់ទងពីvolume profile ការប្រើប្រាស់វាតែម្ដងអញ្ចឹងចំពោះ tool ដែលយើងយកមកវាស់ជាមួយនឹង volume profile គឺយើងប្រើ free ទេអ្នកគ្នាអញ្ចឹងនៅពេលអ្នកគ្នាធ្វើការចូលមកកាន់ trading view មកអ្នកគ្នាធ្វើការចូលមកកាន់កន្លែងនេះកន្លែង forecasting ហើយហ្នឹងអ្នកគ្នាធ្វើការចុចកន្លែងហ្នឹងមកដើម្បីទៅរក tool មួយដែលមានឈ្មោះថា fix rank volume profile នេះអ្នកគ្នាយកអា fix rank volume profile អត់ប្រើជាមួយនឹងអានេះទេគឺយើងប្រើជាមួយនឹង fix rank volume profile អញ្ចឹងអ្នកគ្នាធ្វើការចុចយក tool នឹងមកប្រើមកឬក៏ add វាជា favorite ដូចខ្ញុំមកបន្តមកទៀតខ្ញុំនឹងធ្វើការបង្ហាញ setting របស់ tool មួយហ្នឹងទៅឲ្យអ្នកគ្នាអញ្ចឹងខ្ញុំធ្វើការបង្ហាញពី setting របស់វាហើយនេះគឺជា setting ដែលខ្ញុំប្រើប្រាស់ជាមួយនឹងtool មួយហ្នឹងឬក៏ volume profile ហ្នឹងអ្នកគ្នាអាចធ្វើការដាក់តាមខ្ញុំបានអញ្ចឹងនេះគឺជា setting នេះគឺជា setting របស់ខ្ញុំអញ្ចឹងអ្នកគ្នាអាចធ្វើការមើលបានអូខេ alright អ្នកគ្នាអញ្ចឹងអ្នកគ្នាបានធ្វើការ set up ឬក៏សារ៉េជាមួយនឹង setting របស់ volume profile ហើយរបស់ tool វាហើយអញ្ចឹងនៅក្នុងវីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអ្នកគ្នាជាវីដេអូដំបូងដែលយើងធ្វើការចាប់ផ្ដើមជាមួយនឹងនិយមន័យអ្វីគឺជា volume profile ថាគេប្រើវាដើម្បីបង្ហាញពីអីគេអញ្ចឹងនៅក្នុងវីដេអូបន្ទាប់គឺយើងនឹងធ្វើការនិយាយគ្នាអំពីនៅក្នុង volume profile ហ្នឹងវាមានអីគេខ្លះថាតើគេមើលវាបែបណាអញ្ចឹង see you នៅក្នុងវីដេអូបន្តទៀតអ្នកគ្នា